Bàបងប្អូនក៏ក្រោកហើយក៏ក្រោកតែម្ដងក៏ក្រោកវេទិកាអង្គការសហប្រជាជាតិកម្ពុជាបានទម្លាយភស្តុតាងក្តៅៗនិងបកអាក្រាតមុខពិតរបស់យោធាថៃដែលកំពុងឈ្លានពានទឹកដីខ្មែរនិងបង្ខំឲ្យពលរដ្ឋរាប់ម៉ឺននាក់រស់នៅក្នុងភាពអនាថាតើលោកប្រាក់សុខុនបានប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីវាយបកទៅលើល្បិចបង្វែរដានរបស់ប្រមុខការទូតថៃនៅទីក្រុងហ្សឺណែវសូមបងប្អូនចូលមកស្ដាប់ព័ត៌មានលម្អិតនៃសមរភូមិការទូតដ៏ពុះកញ្ជ្រោមមួយនេះទាំងអស់គ្នាសម្រាប់បងប្អូនថ្មីៗសូមកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងម្នាក់មួយជាការលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការផលិតវីដេអូព័ត៌មានថ្មីៗបន្តទៀតពិតជាក៏ក្រៅវេទិកាអន្តរជាតិជុំវិញពិភពលោកតែម្ដងបាទសមរភូមិការទូតរវាងកម្ពុជាថៃកំពុងតែឡើងកម្ដៅដល់ចំណុចពុះកញ្ជ្រោលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ម្សិលមិញនេះកម្ពុជាបានទម្លាយភស្តុតាងក្តៅៗនិងបកអាក្រាតមុខពិតរបស់យោធាថៃដែលបានរំលោភបំពានទៅលើទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរនិងបង្ខំឲ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់រស់នៅក្នុងភាពអនាថាទាំងបង្ខំបាទបងប្អូនបើតាមរបាយការណ៍ច្បាស់ៗពីលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងនៅអង្គហេតុដ៏គួរឲ្យតក់ស្លុតប្រាប់ទៅកាន់សហគមន៍អន្តរជាតិថាចាប់តាំងពីពាក់កណ្ដាលឆ្នាំ2025មកយោធាថៃបានពង្រីកប្រតិបត្តិការបោះខ្សែត្រៀមនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាយ៉ាងគំហកសកម្មភាពនេះមិនត្រឹមតែរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋស៊ីវិលនិងបិទគប់ផ្លូវមួយចំនួនមិនឲ្យពួកគេត្រឡប់ទៅរស់នៅបានវិញឡើយតួលេខដ៏គួរឲ្យព្រួយបារម្ភបំផុតនោះគឺពលរដ្ឋខ្មែរប្រមាណ65ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅដោយបង្ខំហើយជាង8ម៉ឺននាក់ទៀតកំពុងតែបន្តរស់នៅក្រោមតង់ក្នុងស្ថានភាពអនាថាបំផុតព្រោះតែទាហានថៃបានរារាំងមិនឲ្យចូលទៅផ្ទះសម្បែងខ្លួនឯងនោះទេនេះគឺជាវិបត្តិមនុស្សធម៌ដ៏ធំដែលកម្ពុជាទាមទារឲ្យថៃដកកងកម្លាំងចេញជាបន្ទាន់និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិបាទឥឡូវនេះយើងងាកមកមើលភាគីថៃវិញម្ដងបាទគ្រាន់តែលើកម្ពុជាទម្លាយការពិតបែបនេះលោកសីហសៈប្រមុខការទូតថៃបានប្រើល្បិចឬយុទ្ធសាស្ត្របង្វែរដានភ្លាមតែម្ដងបាទលោកបានឡើងមកបដិសេធយ៉ាងដាច់អហង្ការថាការចោទប្រកាន់របស់កម្ពុជាគឺគ្មានមូលដ្ឋានអ្វីដែលគួរឲ្យអស់សំណើចនោះគឺលោកបែរជាលើកយកបញ្ហាបទល្មើសឆបោកតាមអនឡាញមកធ្វើជាប្រធានបទស្នូលដើម្បីបាត់បង់កំហុសនៅព្រំដែនទៅវិញប៉ុន្តែបោកគេបែរជាគេមិនជឿទៅវិញរសជាក់ស្ដែងកាលពីពេលថ្មីនេះគេទើបតែរកឃើញសម្បុក scam អនឡាញខ្នាតយក្សនៅខេត្តសរិននៃប្រទេសថៃខ្លួនឯងសោះដូច្នេះការដែលថៃព្យាយាមលៀងខ្លួនហើយទម្លាក់កំហុសមកលើអ្នកដទៃនោះជាការព្យាយាមបំភាន់មតិសាធារណៈដើម្បីជៀសវាងការទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួនបងប្អូនប្រិយមិត្តជាទីមេត្រីសមរភូមិការទូតលើកនេះកម្ពុជាបានរៀបចំយុទ្ធសាស្ត្រយ៉ាងល្អដោយមិនមែនវាស់ស្ទង់ទៅលើកម្លាំងទ័ពនោះទេប៉ុន្តែវាស់ស្ទង់ទៅលើការពិតកម្ពុជាបានបង្វែរចំនួនទឹកដីឲ្យទៅជាបញ្ហាសន្តិសុខមនុស្សជាតិដែលជាភាសាសកលរបស់អង្គការសហប្រជាជាតិក្នុងនាមជាកូនខ្មែរយើងពិតជាមិនអាចទទួលយកបានឡើយព្រោះទង្វើថៃយៈឬចោរលួចដីដែលតែងតែប្រើពាក្យផ្អែមល្ហែមនៅចំពោះមុខប៉ុន្តែបំពេញនៅពីក្រោយខ្នងស្ថានភាពព្រំដែននាថ្ងៃទី25ខែកុម្ភៈឆ្នាំ2026នេះកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងបំផុតតែពិភពលោកនេះនឹងមានចំណាត់ការបែបណាចំពោះសកម្មភាពរបស់យោធាថៃយើងនឹងរងចាំតាមដានបន្តទៀតសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយៗបន្តទៀតសូមអរគុណ